ពិធីកាត់សក់បង្កក់ឆ្មបនៅតែនិយមធ្វើសម្រាប់អ្នកស្រុកអង្គរបើទោះបីជាស្ត្រីសម្រាលកូននៅមន្ទីរពេទ្យក៏ដោយមេដាសម័យថ្មីជ្រើសយកការឆ្លងទន្លេនៅមន្ទីរពេទ្យជំនួសដោយឆ្មបបុរាណតាមផ្ទះដោយបារម្ភពីសុវត្ថិភាពពេលសម្រាលស្របពេលដែលវិទ្យាសាស្ត្រទំនើបជឿនលឿនដែលក្រសួងសុខាភិបាលបានជំរុញទៅដល់ជនបទជាពិសេសតាមរយៈគោលនយោបាយកាត់បន្ថយអត្រាមរណៈមាតានិងទារកទោះបីជាវិទ្យាសាស្ត្រជឿនលឿនក្តីក្រោយពេលសម្រាលបានមួយសប្តាហ៍ឬមួយខែអ្នកស្រុកអង្គរនៅតែនិយមធ្វើកិច្ចពិធីកាត់សក់បង្កក់ឆ្មបអ្នកខ្លះហៅថាទម្លាក់ជើងក្រានចេញខែឬស្រ័យខ្សែដែលជាប្រពៃណីអ្នកអង្គរជាកិច្ចដំបូងនៃដំណើរពិធីឆ្លងវ័យលោកតូចសុភ័ក្របុរាណវិទូនិងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌អរូបីរបស់អាជ្ញាធរជាតិអប្សរាបានលើកឡើងថាកិច្ចពិធីកាត់សក់បង្កក់ឆ្មបគេធ្វើឡើងសម្រាប់មនុស្ស3នាក់មានយាយម៉បម្ដាយនិងទារកលោកបន្តថាចំពោះយាយម៉បគឺដើម្បីឲ្យម្ដាយសុំខមាទោសចំពោះឆ្មបដែលបានជួយបង្កើតកូនបង្កក់លៀងជំរះមន្ទិលប្រឡាក់ប្រឡូកកុំឲ្យមានកម្មមានពៀចំពោះម្ដាយគេតែងឲ្យដេកឆ្អើរភ្លើងករណីនេះពេទ្យណែនាំពុំឲ្យបន្តធ្វើទៀតទេការនេះមានត្រណមនឹងកិច្ចពិធីជាច្រើនម្ល៉េះហើយគេត្រូវធ្វើពិធីទម្លាក់ជើងក្រានដើម្បីរំងាប់ពឹសភ្លើងនិងលាត្រណមផងចំពោះកូនវិញគឺគេកាត់សក់ព្រៃដើម្បីផ្ដាច់ខ្លួនពីម្ដាយដើមនិងដើម្បីឲ្យមានសន្តាប់ពេលមកជាស្រុកផងពិធីកោសសក់កក់ឈ្មោះនេះគឺជាពិធីមួយធ្វើឲ្យមនុស្ស3នាក់ទី1ធ្វើឲ្យយាយម៉បទី2ក្មេងទី3ម្ដាយភូមិគេហៅកាត់សក់កក់ឈ្មោះភូមិគេហៅកាត់សក់កក់ឈ្មោះទរៈកឆានធ្វើឲ្យមនុស្ស3នាក់ទី1យាយម៉បគាត់ថាគាត់កាន់ពោះកាន់ពងគាត់ស្អីចឹងណាគាត់មានខិនឈាមអីចឹងម្ដាយសុំខមាទោសយាយម៉បដែលបានបង្កើតកូនបង្កើតអីចឹងមកអាហ្នឹងមួយទៀតកាត់សក់ព្រៃក្មេងកើតមកវាមានភាពព្រៃមានមន្ទ័របានម្ដាយដើមវាមកជាមួយដែរជួនកាលទៅគេកាត់សក់ព្រៃហ្នឹងយើងដឹងថាព្រៃវាមានសន្តាប់ទេបានថាវាដូចដើមឈើចឹងដើមឈើដងព្រៃវាដុះមិនក៏បានដែរវាស្អីចឹងណាតែសង្គមអត់ឲ្យអញ្ចឹងទេសង្គមគឺជាសង្គមដែលមានសន្តាប់បានថាវាមានវត្តវាមានអីចឹងអញ្ចឹងដើម្បីឲ្យក្មេងហ្នឹងវាចូលសង្គមបានគេត្រូវកាត់សក់ព្រៃហ្នឹងចេញបានថាគេកាត់សក់ព្រៃហ្នឹងគេកាត់ផ្ដាច់ពីម្ដាយដើមពុះសក់ព្រៃសក់ដែលកើតមកហើយវាមានភាពព្រៃនឹងព្រៃហើយអញ្ចឹងគេកាត់សក់ហ្នឹងក៏ឲ្យវាជាប់មួយម្ដាយដើមដូចយើងហៅក្មេងតែពេលវាចឹងថាវាកេងទៅវាយំក៏វារែងទៅវាសោយទៅវាហ្នឹងម្ដាយដើមវាមករែងអីចឹងម្ដាយបច្ចុប្បន្ននេះកុំឲ្យវាភ្ជាប់ជាមួយម្ដាយដើមគេធ្វើកាត់សក់ព្រៃចឹងចេញហើយអញ្ចឹងឲ្យម្ដាយដើមក៏មិនមែនថាគាត់អាក្រក់អីគាត់ល្អគាត់អីគាត់មកយកគេចង់យកកូនថាដូចគេចង់យកកូនគាត់ទៅវិញអញ្ចឹងណាអញ្ចឹងម្ដាយបច្ចុប្បន្ននេះកុំឲ្យកូននឹងទៅដល់ម្ដាយដើមវិញធ្វើកាត់សក់ព្រៃទាំងឯងអាហ្នឹង2ទី3ទរៈចង្ក្រានម្ដាយសម័យមុនពីមុនគេហៅអាំងភ្លើងមនុស្សស្រីកើតមកទៅសៃខ្ចីគេមិនធ្វើអាំងភ្លើងធម្មតាអាំងភ្លើងវាមានអាំងភ្លើងវាតែមានតំណមានអីហើយវាមានកិច្ចមានអីពេលយើងអត់ទរៈកឆានទេម្ដាយហ្នឹងវាមានមន្ទ័រថាវាយកបានធ្វើអានេះធ្វើអានោះវាចេះតែខុសនេះខុសនោះអញ្ចឹងដើម្បីងាប់អាមន្ទ័រងាប់ទាំងអស់ហ្នឹងបានគេទរៈកឆានអញ្ចឹងបានគេព្រួតភ្លើងហៅព្រួតភ្លើងចក្រានណាអញ្ចឹងបានគេចប់អញ្ចឹងពិធីដែលហៅកាត់សក់ប្រកបឈ្មោះនេះវត្តផុសក្មេងដែលវាកើតមកហើយអញ្ចឹងណាបានគេចង់ផ្ដាច់ខ្លួនពីព្រៃមកស្រុកវិញព្រោះទៅអាសក់ដែលយើងឃើញហ្នឹងគេទុកបើសិនជាគេទុកកប៉ោចទុកជប់បើគេទុកពីពេលហ្នឹងទៅគេទុកវាពីពេលវាកាត់ហើយគេទុករហូតហើយតែជុំវិញក្បាលវាគេកាត់គេកោតែកប៉ោចគេប្រហើយដែលយើងឃើញនិយាយម៉បយកព្រៃហើយនឹងដែលថាគាត់ថាដូចឆាត់ដូចអីហ្នឹងទៅដាក់ប្រហើយហ្នឹងពួកក្មេងវាប្រហើយវាខ្ចីវាងាយនឹងឈឺងាយនឹងអីអញ្ចឹងមកគេយកព្រៃទៅដាក់ហ្នឹងហើយអាសក់ហ្នឹងសក់ព្រៃហ្នឹងគេទុកនឹងឯងរហូតដល់វាអាយុធំមកគេកាត់ការកន្លងទៅថ្មីនេះគ្រួសារមួយដែលទៅឆ្លងទន្លេបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យជ័យវរ្ម័នទី7ក្នុងក្រុងសៀមរាបក្រុមគ្រួសារបានព្រមព្រៀងរៀបចំកិច្ចពិធីកាត់សក់បង្កក់ឆ្មប
នៅផ្ទះកំណើតរបស់ខ្លួនស្ថិតនៅភូមិចំបក់ហែស្រុកពួកខេត្តសៀមរាបក្នុងកិច្ចនេះត្រូវមានយាយម៉បម្នាក់យល់ដឹងពីការធ្វើកិច្ចដែលជាដំបូងត្រូវសែនព្រេនជីដូនជីតាជំនាញផ្ទះព្រះភូមិដើម្បីឲ្យដឹងឮនិងទទួលស្គាល់សមាជិកថ្មីចំពោះគ្រឿងរណ្ដាប់តាមទម្លាប់បុរាណរួមមានស្លាធម៌បាយស្រីជុំ4មាន់លង1ផ្លែឈើនំចំណីបង្អែមចង្អាមបាយសម្លសម្រាប់លៀងយាយម៉បសែនព្រេនព្រះភូមិជំនាញផ្ទះនិងញាតិសន្តានផងមុនរៀបកិច្ចពិធីឪពុកម្ដាយចាស់ទុំត្រូវរកអាចារ្យដេញវេលារើសរកថ្ងៃអ្នកខត្តរិទ្ធថ្ងៃអណ្ដែតថ្ងៃជោគថ្ងៃជ័យថ្ងៃលៀបហើយចាប់ផ្ដើមនៅវេលាព្រឹកពេញពន្លឺប្រមាណជាម៉ោង9ព្រឹកដែលពុំធ្វើពេលរសៀលថ្ងៃជ្រេឡើយព្រោះគេជឿថាថ្ងៃជ្រេនាំឲ្យអាប់រាសីក្មេងបន្ទាប់មកសែនគួចដៃសង្កត់ប្រលឹងម្ដាយនិងកូនព្រោះកាលឈឺពោះឆ្លងទន្លេនាងផិតភ័យធ្វើឲ្យលុះប្រលឹងទៅហៅប្រលឹងមកវិញមកថែរូបកាយថែកូនថែចៅចំណែកកូនសូមឲ្យសុខសប្បាយឲ្យប្រលឹងចូលរូបចូលអង្គមានអាយុវែងបំពាក់ចិញ្ចៀនខ្សែកខ្សែដៃឬគ្រឿងត្បូងរត់ឲ្យកូនមានមាសមានប្រាក់មានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លាកិច្ចបន្តគឺចំពោះឆ្មបដោយយាយម៉បយកស្រូវមួយល្អីដាក់សរងថ្មីពីលើហើយឲ្យក្មេងអង្គុយគឺតំណាងឲ្យចម្រើនធំធាត់មានស្រូវអង្ករហូបចុកហូហៀនិងគ្រឿងស្លៀកពាក់បរិបូរណ៍ស្រូវនោះសោតគេយកធ្វើពូជស្រូវសាបព្រោះពីព្រោះស្រែបានភោគបានផលតំណាងឲ្យមានកូនចៅតត្រកូលបន្តមកទៀតគេយកញញួរនិងដែកដាប់មកធ្វើកិច្ចដាប់មាត់ឲ្យក្មេងពោលពាក្យសត្យៈពាក្យពិតពីរោះពិសាមិនកុហកភូតភរមិនបបោចឥតបានការនិយាយផ្ដេសផ្ដាសនាំទុកទោសដល់ខ្លួនមានប្រាជ្ញាវៀងវៃដាប់ត្រចៀកកុំឲ្យត្រចៀកសឆាប់ជឿគេនិងដាប់ភ្នែកឲ្យចេះមើលថ្លឹងថ្លែងពិចារណារីឯកិច្ចកាត់សក់គេកាត់សក់7សរសៃឬកោសក់ព្រៃដើម្បីកាត់ផ្ដាច់ពីម្ដាយដើមពេលនោះហើយបើគ្រួសារណាគេចង់ទុកកំពយក្មេងគឺគេទុកពីពេលនោះតទៅដល់វ័យជំទង់គេនឹងធ្វើកិច្ចពិធីមួយទៀតដែលគេហៅថាពិធីកោជប់ឬកោកំពយយាយម៉បយកស្លឹកម្លូនិងសូនពន្លៃបុកមួយដុំដាក់លើក្បាលកូនគេថាប្រដូចស្លឹកម្លូគឺជាផែនផុសធាសម្រាប់ទ្រភ្នំហើយភ្នំនោះគឺជាពន្លៃមួយដុំដែលបាត់ពីលើស្លឹកម្លូគឺឲ្យក្មេងនោះនឹងថឹងមិនរង្គោះរង្គើប្រដូចភ្នំដែលគ្មានអ្វីមករំលំបានឡើយពាក្យទំនឹមទំនៀមខ្លះថាក្មេងមិនតាន់ជ្រុះពន្លៃពីក្បាលគឺសំដៅលើក្មេងពុំតាន់ដឹងខ្យល់អ្វីពុំគួរមានសេចក្តីប្រមាទទៅលើចាស់ទុំឡើយលោកយាយផ្លោកគយជាយាយម៉បនិយាយថាកិច្ចពិធីកាត់សក់បង្កក់ឆ្មបនេះគឺធ្វើដើម្បីឲ្យស្ត្រីជាម្ដាយអាចដើរទៅទីជិតឆ្ងាយបានហើយបើពុំធ្វើកិច្ចនេះទេត្រណមថាមិនឲ្យដើរហើរទៅណាបានទេព្រោះប្រលឹងដែលលុះទៅពុំតាន់ចូលរូបចូលអង្គលោកយាយបន្តថាឯកូនក្នុងផ្ទៃក៏បានបន់ដែរថាបើខ្លួនបានកើតមកឃើញពន្លឺថ្ងៃខ្លួននឹងកោសក់ឲ្យដូច្នេះហើយទៅកូនកើតមកគេធ្វើកិច្ចកាត់សក់ឬកោសក់ព្រៃចេញដើម្បីលាបំណន់កូនដែលទៅណាបានទៅថាទៅរៀបក្រានទៅវាទៅណាបានចាស់ផ្ដើមមិញដែលពីពីទៅបើបានទៅរៀបក្រានឃើញចាស់បុរាណយកយូរវិញទេគេត្រូវធ្វើឡើងខ្លះគេឲ្យដើរទេទៅដល់រៀបក្រានឲ្យដើរទៅណាដើរទៅអញ្ចឹងទៅទៅពីទៅលឹងដល់ទៅពីដែរយើងមើលឃើញអាការក្រៅក្នុងយើងមិនមើលឃើញទេមានអត់បើចាស់បុរាណណាគេថាទៅរៀបចង្ក្រាន10មិត្ត10កព្រោះកូនវានៅក្នុងផ្ទៃវាបន់ស្រន់ថាបើបានឃើញពលឺថ្ងៃវានឹងធ្វើចេះជូនដូនតាមកកងយើងណាបើតាមបន់ពេញនេះគេឲ្យមកទឹកធ្វើតែវាជើងធ្វើចេះទៅដូចវាបន់សំថាកន្ត្រៃនេះកំបិតណាកន្ត្រៃកំបិតនេះគេថាកោមុខកោមឿនអស់ចង្រៃចង្រោសក់នេះកាត់សក់ទៅអស់ចង្រៃ
hơi đập mượt đi ở bên miền nhà viên vầy anh đi cái đầy đáp anh đi cái này anh đi hai nhúa cái hai đầy đámจะรับเรียนมือเรียก็ปุยเยอะเมย์วิดีโอน้องเตยเวียบอลสรอนเตอร์ว่าจะบ้านเคยลือทั้งไงมีสลัดเธอใบไซมีโจมบุญเจจะให้มีสระมันลงมุ้ยพลายเชื่อมจานพวกเส้นดนตาสำหรับดนตามากองเยิงจะตึงจะได้ลูกไอ้ตรงลีนยังฮิบโทนี้ยังจะไฟเกยอยู่เองไฟเกิดโปรเกิดจะตำนางเยิงนี่นะเนี่ยใส่หินใส่รอดได้เตาจีมาได้ระบอบเตรุบ้านในเยธาทบัดเนียงปมสำราโกนโดยชมอบโบราณกระไดแต่ก็ปมเจ้าตุ่มเนียมโบราณมวยนิเตแถมแตงจุมรุนออยบันตอไทยกอมออยปิเทนีบัดบ้องให้ขนมจัดระบอบเนี่ยใส่ก็เมียนสกไดซ้อมจัดบ้านตัวเนื้อใส่มงคลตามระยะกัดปิเทนีធ្វើកិច្ចពិធីគឺយើងបានរកអាចារ្យដែរគឺដើម្បីឲ្យគិតគុណគូមើលវេលាណាដែលល្អឬក៏មិនល្អសម្រាប់ពួកយើងហើយនៅក្នុងថ្ងៃដែលយើងរើសនោះគឺយើងត្រូវរើសថ្ងៃណាដែលជាថ្ងៃលៀបថ្ងៃជ័យថ្ងៃជោគថ្ងៃឈ្នះថ្ងៃអណ្ដែតជាថ្ងៃដែលល្អប្រសើរហើយដែលយើងជៀសវាងថ្ងៃកាចថ្ងៃលិចហើយថ្ងៃអន្តរាយថ្ងៃកម្មមាំងថ្ងៃមរណៈអីគឺយើងអត់ជ្រើសរើសយកទេគឺយើងធ្វើនៅក្នុងបំណងដើម្បីសុំកម្មាទោសដល់លោកយាយម៉បដែលកើតជាអ្នកដែលបានជួយចម្លងជីវិតរបស់ពួកយើងជាម្ដាយហើយនឹងកូននឹងឲ្យបានរួចផុតដោយពាក្យគេថាឆ្លងទលេគឺវាមានគ្រោះមានអាចថាពេលខ្លះបើសិនជាឆ្លងមិនផុតគឺយើងអាចដល់ស្លាប់ទាំងម្ដាយទាំងកូនក៏មានដែរក៏ប៉ុន្តែដែលយើងធ្វើនេះគឺយើងចង់អរគុណដល់យាយម៉បដែលកើតបានប្រឡូកប្រឡាក់មានឈាមមានជឿមានលមួកមាននោមមានអីគ្រប់បែបយ៉ាងហ្នឹងគឺដើម្បីកុំឲ្យមានបាបកម្មមានពីវេរានឹងគ្នាហើយបន្ថែមពីនោះទៀតការធ្វើពិធីបង្កក់មួយនេះក៏យើងដើម្បីប្រកោកប្រកាសដល់ម្ចាស់ទឹកម្ចាស់ដីឬក៏ដូនតារបស់យើងដូចយើងធ្វើពិធីមិញហើយគឺយើងមានសែនដូនតាមានសែនម្ចាស់ទឹកម្ចាស់ដីមានអុជធូបដើម្បីពួកកិត្តបានដឹងបានលឺដើម្បីប្រកាសថានៅក្នុងគ្រួសាររបស់យើងគឺមានសមាជិកថ្មីបានមកកើតមកចាប់កំណើតហ្នឹងគឺសូមឲ្យកើតហ្នឹងបាននៅល្អប្រសើរនៅអាយុឲ្យក៏វែងសុខភាពក៏ល្អបញ្ញាអីហ្នឹងក៏វាងវៃពិធីនេះបើទោះបីជាសប្ងៃមានការប្រែប្រួលប៉ុន្តែខ្ញុំនៅតែជឿជាក់នៅតែគោរពទៅតាមប្រពៃណីដូនតាបើទោះបីថាយើងមិនបានយកលោកយាយមកឲ្យមកបង្កើតយើងផ្ទាល់យើងទៅកើតនៅពេទ្យក៏ដោយប៉ុន្តែវាជាជំនឿមួយដែលមានតាំងពីយូរហើយអ្នកនៅក្នុងតំបន់អង្គរជាពិសេសនៅក្នុងខេត្តសៀមរាបរបស់យើងគឺយើងតែងតែធ្វើសឹងតែគ្រប់គ្នានិយាយរួមតាំងពីខ្ញុំប្អូនខ្ញុំគ្រួសារម្ដាយខ្ញុំអីគឺតាំងពីដើមមកគឺយើងសុទ្ធតែឆ្លងកាត់ដំណើរជីវិតមួយនេះគឺការបង្កក់ឆ្មប10មិត្តបង្កក់ឆ្មបកាត់សក់បង្កក់សេរីហ្នឹងគឺយើងតែងតែមានហើយគ្រប់គ្នាគឺសុទ្ធតែធ្វើបើសិនជាយើងមិនធ្វើយើងតែងតែមានអារម្មណ៍ថាកូនរបស់យើងហ្នឹងវាដូចអត់ទាន់គ្រប់លក្ខណៈវាអត់ទាន់មានពេញសេរីវាអត់ទាន់បានអត់ទៅតាមអ្វីដែលជាប្រពៃណីរបស់យើងជាកំណើតអីហ្នឹងគឺអត់ទាន់បានធ្វើចា៎ពេលដែលយើងធ្វើទៅយើងធ្ងន់ក្នុងចិត្តណាគេថាឲ្យយើងបានពេញលក្ខណៈពេលដែលយើងកាត់យើងមានពិធីមួយពេលដែលយើងកាត់គឺយើងកាត់សក់យើងបង្កក់ឆ្មបអីចឹងទៅប៉ុន្តែបើសិនជាយើងអត់ធ្វើយើងមានអារម្មណ៍ថាអូដូចជាអត់បានពេញលក្ខណៈនៃការភាពជាគេហៅថាជាមនុស្សម្នាក់ដែលយើងនៅតែមានថាចិត្តភាពប្រៃនៅក្នុងខ្លួនណាប៉ុន្តែមិនមែនមានន័យថាមនុស្សទាំងអស់អត់ធ្វើសិតអត់ល្អទេព្រោះអ្នកខ្លះក៏គិតជឿតែអ្នកខ្លះក៏គិតអត់ជឿទៅហើយបើសិនជាយើងមិនបានធ្វើធំដុំយ៉ាងហោចណាស់មនុស្សគ្រប់គ្នាគឺសិតតែបានយកបាយមកស្រាក់អីទៅវត្តដើម្បីឲ្យលោកចន្ទតប្រោះប្រមង្គលសេរីឲ្យហើយភាពខុសប្លែកគ្នាក៏វាមិនសូវជាឃើញអ្វីខុសប្លែកគ្នាណាស់ណាវាដូចតែគេដូចតែឯងមានជីវិតរស់នៅសុខភាពអីល្អធម្មតាហើយអ្នកខ្លះក៏ឆ្លាតអ្នកខ្លះក៏ធម្មតាអញ្ចឹងទោះបីយើងធ្វើអញ្ចឹងក៏ដោយតែខ្ញុំនៅសម្រាប់ខ្ញុំគឺខ្ញុំនៅតែជឿខ្ញុំនៅតែគោរពហើយបូករួមលទ្ធភាពដែលយើងអាចធ្វើបានយើងក៏ធ្វើទៅចឹងបើយើងធ្វើមិនបានក៏យើងធ្វើទៅតាមលទ្ធភាពដែលយើងអាចថាបាយមកវេកបាយមកសឡអីយើងទៅវត្តក៏តាមនឹងទៅហើយយើងធ្វើយើងបានបំពេញនៅប្រពៃណីផងបានបំពេញឲ្យកូនយើងគ្រប់លក្ខណៈផងហើយយើងក៏សប្បាយរីករាយជួបជុំចាស់ទុំឲ្យពោឲ្យជ័យអីចឹងផងហ្នឹងហើយបើទោះបីជាវិទ្យាសាស្ត្រមានការជឿនលឿនទាន់សម័យក៏ដោយក៏ប៉ុន្តែប្រពៃណីវប្បធម៌គឺនៅតែមានឫសគល់ចាក់ជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរព្រោះមុននឹងមានវិទ្យាសាស្ត្រក៏យើងមិនដែលអាចកាត់ផ្ដាច់ពីមន្តអាគមអូមអាមអីណាជំនឿផ្សេងដែលជារបស់បុរាណហ្នឹងនៅក្នុងការព្យាបាលឬក៏ការសង្គ្រោះជីវិតជាពិសេសគឺទារកហើយនឹងស្ត្រីពោះធំហ្នឹង
យើងអត់ទាន់សម័យយកទាន់មានពេទ្យច្រើនយើងតែងតែមាននិយាយមកអញ្ចឹងពួកគាត់គឺដើរតួនាទីសំខាន់វប្បធម៌ប្រពៃណីជំនឿនេះគឺនៅតែដើរតួនាទីសំខាន់នៅក្នុងការជួយឲ្យវិទ្យាសាស្ត្រហើយក៏ជួយនៅក្នុងជីវិតរស់នៅរបស់មនុស្សខ្មែរដែរ